សម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចុះសួរសុខទុក្ខប្រជាជនដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យដោយក្តីគ្រប់គ្រងរំជួយចិនអាណត្តិអសូរនឹងក្តីបារម្ភទាំងយប់ទាំងថ្ងៃនៅរសៀលថ្ងៃទី15ខែធ្នូសមិញនេះសម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណរមនុស្សធម៌ផ្ដល់ជូនប្រជាជនការពារបូរណភាពទឹកដីដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងតែមានក្តីបារម្ភខកខ្វល់គ្រប់វិនាទីដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនប្រជាជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាកព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាករបស់សម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ស្ថិតក្នុងក្តីដ៏ក្តុកក្តៅនេះសម្ដេចគតិប្រិយបណ្ឌិតបាននាំនៅព្រះរាជបណ្ដាំផ្ដាំសួរសុខទុក្ខក្តីអំណត់អាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាពិសេសការកត់សរសើរស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង្អាចក្លាហានហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កំសត់របស់យើងនិងសូមជូនពរដល់ប្រជាជនគ្រប់រូបសូមឆាប់ជាសះស្បើយឡើងវិញប្រជាជនទាំងអស់និងក្រុមគ្រួសារមានក្តីរំភើបឥតឧបមានិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជាមេដាមនុស្សធម៌តែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូបនិងសូមប្រសិទ្ធពរជូនសម្ដេចគតិប្រិយបណ្ឌិតសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាជនមានយុគយូរដើម្បីជាម្លប់ដ៏កក់ក្ដៅដល់ប្រជាជនកម្ពុជាជារៀងដរាប